ក្រោយផ្សាយចោតប្រកាន់មកលើកម្ពុជាពេលនេះបែរជាឆ្លើយថាច្រឡំយោងតាមការផ្សាយរបស់ The Nation Thailand នៅថ្ងៃទី9ខែឧសភាឆ្នាំ2026ករណីដែលកំពុងបង្កការភ័យខ្លាចលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី8ខែឧសភាត្រូវបានបំភ្លឺថាមិនមែនជាការចូលរួមរបស់កងទ័ពកម្ពុជានោះឡើយដើមហេតុនៃការភ័ន្តច្រឡំគឺបន្ទាប់ពីមានការអះអាងពីប្រជាពលរដ្ឋថៃមួយចំនួនថាពួកគេបានឃើញមនុស្សស្លៀកពាក់ស្រដៀងយោធានិងនិយាយភាសាខ្មែរនៅក្នុងតំបន់ស្រុកបានក្រូតខេត្តបុរីរាមហើយសង្ស័យថាជាទាហានកម្ពុជាព័ត៌មាននេះបានរីករាលដាលយ៉ាងឆាប់រហ័សបង្កឲ្យមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់ទោះជាយ៉ាងណាក្រោយការចោះត្រួតពិនិត្យភ្លាមៗដោយកម្លាំងយោធាថៃប្រមាណ50នាក់អាជ្ញាធរបានបញ្ជាក់ថាមិនមានវត្តមានកម្ពុជានៅក្នុងតំបន់នោះឡើយហើយក៏មិនមានការបាញ់ប្រហារមួយណាកើតឡើងនោះដែរការស៊ើបអង្កេតបន្ថែមបានបង្ហាញថាមនុស្សដែលត្រូវបានយល់ច្រឡំជាទាហានកម្ពុជាពិតប្រាកដជាជនជាតិថៃនៅក្នុងតំបន់ដែលអាចនិយាយភាសាខ្មែរហើយកំពុងចូលព្រៃដើម្បីរកអាហារដូចជាប្រមូលសត្វព្រៃជាដើមករណីនេះបានបង្ហាញយ៉ាងច្បាស់ថាការចោទប្រកាន់ទៅលើកម្ពុជាក្នុងដំបូងគឺមិនមានមូលដ្ឋានពិតប្រាកដនោះទេប៉ុន្តែកើតឡើងពីការយល់ច្រឡំនិងការបកស្រាយខុសពីស្ថានភាពពិតអាជ្ញាធរថៃក៏បានអំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នមុនពេលចែករំលែកព័ត៌មានលើបណ្ដាញសង្គមដើម្បីជៀសវាងការបង្កភាពភ័យស្លន់ស្លោនិងការបំភាន់មតិសាធារណៈខណៈដែលស្ថានភាពតាមបណ្ដោយព្រំដែននៅតែមានស្ថិរភាពនិងស្ងប់ស្ងាត់ពីខ្ញុំរំសវី Friday Daily News